ជំរាបសួរអ្នកគ្នាសូមស្វាគមន៍មកកាន់រឿងយាយពូហ្វានក្នុងភាគទី160ដែលជាភាគបន្តរបស់យើងទៀតមុននឹងចូលទៅដល់ការសម្រេចសាច់រឿងសង្ឃឹមដល់បងប្អូនទាំងគ្នាមកចុចកំណាញ់ក្នុងការចុច like subscribe បើសញ្ញារូបកណ្ដឹងហើយcommentរូបបេះដូង admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសាច់រឿងនៅក្នុងភាគនេះចាប់ដើមឡើងនៅខណៈពេលដែលវងស៊ឺនីងនាំពូហ្វាត់មកកាន់គេហដ្ឋានរបស់នាងហើយនាងក៏បានប្រាប់ពូហ្វាន់ផងដែរថាមិនចាំបាច់បារម្ភអំពីឪពុកម្ដាយនាងនោះទេផ្ទះនេះគឺនាងនៅតែម្នាក់ឯងគត់ហើយពូហ្វាន់ក៏បានយល់ច្រឡំផងដែរថាវងស៊ឺនីងគឺជាកូនស្រីរបស់លោកពូតើហ្វូក៏ព្រោះដោយសារតែនាមតកូលគឺវងដូចគ្នាតែនេះគ្រាន់តែជាការសន្និដ្ឋានអត់ច្បាស់លាស់របស់ពូហ្វាន់តែប៉ុណ្ណោះក៏ប៉ុន្តែអាការសន្និដ្ឋានរបស់គេនឹងក៏ចេញសម្លេងខ្សៅៗធ្វើឲ្យនាងមានការងឿឆ្ងល់ថាតើគេកំពុងតែដើររអ៊ូពីអីគេពូហ្វាន់ក៏ខកនាងទៅថាគេបានរអ៊ូអីទេគ្រាន់តែថាគេនៅម៉ៃឈៀងអត់ដែលឃើញផ្ទះធំចឹងនោះឡើយដូច្នេះហើយវងស៊ឺនីងក៏បានអនុញ្ញាតឲ្យពូហ្វាន់ចូលទៅខាងក្នុងរស់នៅជាមួយនឹងគ្នាមករយៈពេលដែលចាត់ទុកថាជាការសងគុណដែលពូហ្វាន់បានជួយសង្គ្រោះជីវិតរបស់នាងហើយកន្លងពេលហ្នឹងនាងក៏ចង់ទៅចាប់ដៃពូហ្វាន់ដែរក៏ប៉ុន្តែត្រូវបានប្រុសស្អាតជាងនឹងបដិសេធហើយប្រាប់ទៅកាន់នាងវិញផងដែរថារស់នៅជាមួយគ្នាបានក៏ប៉ុន្តែហាមធ្វើផ្ដេសផ្ដាសមកលើគេនិយាយរួមទៅគឺប្រកាន់ខ្លួនជាងស្រីទៀតតែបែបនេះបានធ្វើវងស៊ឺនីងមានការចាប់អារម្មណ៍បន្ថែមទៀតហើយបន្ទាប់ពីចូលមកដល់ខាងក្នុងនាងក៏បានណែនាំព្រួតតាក់ទិនជាមួយនឹងកន្លែងផ្ទះបាយឈីមក៏ដូចជាកន្លែងគេនិយាយចឹងទៅក៏ប៉ុន្តែពូហ្វាន់អត់ចាប់អារម្មណ៍នៅទេព្រោះដោយសារតែកំឡុងពេលនេះនាងក៏ត្រូវតែសហការជាមួយនឹងម៉ូលីសដើម្បីដោះស្រាយពីបញ្ហាដែលនាងបានបង្កឡើងនៅកំឡុងពេលដែលពូហ្វាន់ហៀបនឹងដល់ចេញទៅហើយនាងក៏បានខាត់ពូហ្វាន់សារជាថ្មីម្ដងទៀតហើយក៏រំលឹកពូហ្វាន់ផងដែរថានៅពេលដែលគេសួរថាពួកគេទាំងពីរគឺជានរណាត្រូវតែឆ្លើយប្រាប់ថាជាសង្សារនៅគ្នាម្យ៉ាងវិញទៀតលេខទូរស័ព្ទរបស់ពូហ្វាន់គឺពូហ្វាន់ធានាថាអាចតាក់ទងបាន24ម៉ោងចំពោះការកេងវិញគឺមិនអាចកេងជាមួយនឹងគ្នាបានទេបន្ទប់គឺផ្សេងគ្នាដាច់ខាតពូហ្វាន់ក៏ជាអ្នកបន្ថែមលបឲ្យផងដែរថាសូម្បីតែមើលបន្ទប់គេក៏គេមិនទៅមើលផងសិននេះក៏បន្តទៀតផងដែរថាឲ្យពូហ្វាន់ប្រញាប់ត្រឡប់មកវិញក៏ប៉ុន្តែនិយាយអត់ទាន់ឆាប់ពូហ្វាន់បានចេញផុតទៅបាត់ទៅហើយសាររឿងកាត់មកកាន់មហាវិទ្យាល័យឈៀងប៉ៃនៅវិញស៊ីថងដែលត្រូវជាបងចំណូនមួយរបស់ពូហ្វាន់គឺបានរៀននៅទីកន្លែងនោះហើយកំឡុងពេលទៅនាងចេញពីសាលាហ្នឹងគឺមានបរិបម្នាក់តាមញ៉ៃញងជាប្រចាំហើយគេម្នាក់ហ្នឹងគឺចង់នាំនាងទៅញ៉ាំអាហារពេលល្ងាចហើយក៏ចង់បម្រើនាងគ្រប់បែបយ៉ាងផងដែរក៏ប៉ុន្តែនាងហាក់ដូចជាមិនពេញចិត្តជាមួយនឹងគេទេគណៈពេលនោះស្រាប់តែប្រទះឃើញពូហ្វាន់ដើរឆ្លងកាត់នៅទីកន្លែងហ្នឹងបានធ្វើនាងសប្បាយចិត្តខ្លាំងមែនទែនហើយក៏ឆ្ងល់ដែរមិនក៏បានជាបងប្រុសនៅនឹងពូហ្វាន់បានប្រាប់ទៅថាគេគ្រាន់តែមកលេងតែប៉ុណ្ណោះគណៈពេលនោះអាប៉ែហ្នឹងក៏បានដើរមកសួរថាតែគេម្នាក់នេះគឺជានរណាគេទេស៊ីថងនាងក៏បានណែនាំទៅថាយាយពូហ្វាន់គឺជាបងប្រុសរបស់នាងគណៈពេលដែលប៉ែនឹងលឺចឹងក៏បានណែនាំខ្លួនត្រឡប់ទៅវិញថែមទាំងបញ្ចេញនៅនាឡិកាទៀតផងដែលគេម្នាក់នេះគឺមកពីគ្រួសារដែលមានជាគ្រួសារតកូលូមានឈ្មោះថាលូហ្វាំងវិនក៏ប៉ុន្តែការណែនាំខ្លួនរបស់គេពូហ្វាន់គឺមិនខ្វល់នោះទេហើយស៊ីថងគឺមិនចង់ឲ្យពួកគេនិយាយគ្នាឡើយក្រែងលោថ្វាយគ្នាចឹងទៅចឹងហើយនាងក៏បានប្រមូលបងប្រុសទៅហាងទិញកុំព្យូទ័រមួយទៅនៅគណៈពេលដែលដើរចេះប៉ែនឹងក៏បានតាមពីខាងក្រោយផងដែរដើម្បីទិញនៅអ្វីដែលនាងចង់បានពូហ្វាន់ក៏បានសួរបងស្រីផងដែរថាតើគេទាំងពីរនាក់ហ្នឹងមិនមែនជាសង្សារនឹងគ្នាទេមែនស៊ីថងនាងក៏បានប្រាប់ទៅថាមិនមែននោះទេគេគឺជាមនុស្សគួររំខានខ្លាំងណាស់ចំពោះបញ្ហាមនុស្សមកញ៉ៃញ៉ៃចឹងស៊ីថងអាចដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯងបានទោះបីជាពូហ្វាន់ចង់ជួយយ៉ាងណាក៏ដោយធ្វើដំណើរមកសន្ទុះពួកគេក៏មកដល់ហាងអេឡិចត្រូនិកមួយដើម្បីធ្វើការទិញកុំព្យូទ័រមួយស៊ីថងបានកន្លែងឃើញកុំព្យូទ័ររៀងឆាបន្តិចហើយតម្លៃវាក៏រៀងថោកនាងចង់បានខ្លាំងណាស់ដើម្បីសន្សំចៃលុយផងក៏ប៉ុន្តែពេលលូហ្វាំងវិនហ្នឹងបានប្រាប់ឲ្យនាងទិញអាតម្លៃថ្លៃជាងគេហើយអាម៉ូដែលថ្មីទៅចំគេអ្នកចេញលុយក៏ប៉ុន្តែត្រូវបានស៊ីថងបដិសេធទៅហើយមិនត្រូវការនោះទេកំឡុងពេលនោះស្រាប់តែបេនមិត្តរួមថ្នាក់របស់នាងម្នាក់ទៀតមានឈ្មោះថាសៀវឈីចរិតរបស់នាងគឺមិនល្អនោះទេតែតែមើលងាយមើលថោកអ្នកដែលទុនខ្សោយជាងខ្លួននាងក៏មិនមែនជាបុគ្គលិកឬមួយក៏ជាអ្នកហាត់ការនៅទីកន្លែងនេះនោះទេនាងនៅទីកន្លែងនេះក៏ព្រោះដោយសារតែបងចដូនមួយរបស់នាងគឺជាអ្នកគ្រប់គ្រងហើយក៏បានមើលងាយទៅកាន់ស៊ីថងផងដែរថានាងគ្មានលទ្ធភាពនឹងទិញអីមួយនៅក្នុងហាងមួយនេះទេពូហ្វាន់មានការងឿឆ្ងល់ហើយក៏សួរទៅកាន់បងស្រីថាតើពួកគេទាំងពីរហ្នឹងគឺជាអ្នកស្គាល់គ្នាមែនស៊ីថងបានប្រាប់ថាពិតប្រាកដណាស់នាងគឺមានឈ្មោះថាហ្វាំងសៀវឈីក៏ជាមិត្តរួមថ្នាក់របស់នាងផងដែរមូលហេតុដែលនាងតែចំណាយឈ្នានីសស៊ីថងក៏ព្រោះដោយសារតែនាងបានចាប់ចិត្តស្រឡាញ់ហ្វាំងវិនក៏ប៉ុន្តែហ្វាំងវិនបែរជាចាប់អារម្មណ៍ជាមួយនឹងស៊ីថងទៅវិញទៅធ្វើឲ្យនាងមានការឈ្នានីសជាខ្លាំងនៅពេលដែលនិយាយគ្នាជាមួយនឹងស៊ីថងនាងហាក់បីដូចជាឆ្លើយខ្លាំងណាស់ក៏ប៉ុន្តែនៅពេលដែលនិយាយគ្នាជាមួយនឹងហ្វាំងវិនវិញនាងផ្អែមឡាលួយហើយក៏ចាត់ទុកគេគឺជាព្រះអញ្ចឹងហើយនាងបានប្រាប់ថាឥឡូវនេះអ្នកគ្រប់គ្រងដែលជាបងចដូនមួយរបស់នាងនឹងធ្វើដំណើរមកហើយចាញ់ជនក្រីក្រដូចជាបងប្អូនពូហ្វាន់ហ្នឹងគឺពួកគេមិនអនុញ្ញាតឲ្យចូលទេត្រូវតែបណ្ដឹងចេញទៅខាងក្រៅស៊ីថងគឺចង់ញ៉ៃញ៉ៃជាមួយនឹងពួកគេច្រើនទេក៏ពពោះបងប្រុសចេញទៅក៏ប៉ុន្តែពូហ្វាន់បានបដិសេធថាគេមិនទៅទេថ្ងៃនេះគេកំណឹងតែងនៅទីកន្លែងនេះដើម្បីផ្ដល់មេរៀនឲ្យពួកគេម្ដងស្ដាប់លើអញ្ចឹងសៀវឈីហាក់បីដូចជាអស់សំណោចខ្លាំងមែនទែនហើយក៏មើលងាយបន្ថែមថាសូម្បីតែខ្សែភ្លើងនោះពួកគេគ្មានលទ្ធភាពទិញផងហើយនេះក៏ថែមទាំងហៅសន្តិសុខពីខាងក្រៅនោះមកអូសពួកគេចេញទៀតឃើញនឹងសម្ដីលោអញ្ចឹងពូហ្វាន់ក៏បបួលភ្នាល់គ្នាតែម្ដងចាំមើលថាតើគេមានលទ្ធភាពទិញរបស់ថ្លៃនៅខាងក្នុងហាងនឹងបានអត់តែទោះបីជាយ៉ាងណាសៀវឈីគឺនាងមិនចង់ប្រឡូកប្រឡាក់ជាមួយនឹងមនុស្សក្រីក្រដូចជាពួកគេទេព្រោះនាងបានដឹងពីជីវភាពរបស់ស៊ីថង
ច្បាស់ណាស់ដោយនេះក៏គិតថាពូហ្វានក៏អញ្ចឹងដូចគ្នាផងដែរនៅពេលដែលសន្តិសុខចូលមកក៏ព្យាយាមនិយាយប្រាប់ទៅកាន់សៀវឈីផងដែរថាឲ្យនេះស្ងប់ចិត្តសិនទៅយ៉ាងណាមិញពួកគេក៏ជាអតិថិជនក្នុងហាងមួយនេះដែរមិនត្រូវដេញភ្ញៀវចេញផ្ដេសផ្ដាសទេប៉ះពាល់មួយអាចប៉ះពាល់ទាំងវងឃើញសន្តិសុខនិយាយលុយដាក់នេះអញ្ចឹងហើយបានធ្វើឲ្យសៀវឈីខឹងខ្លាំងមែនទែនហើយក៏គំរាមគេបណ្ដេញចេញពីការងារទៀតផងខណៈពេលនោះបងស្រីជីដូនមួយរបស់នេះក៏បានធ្វើដំណើរមកដល់ហើយសួរថាមានរឿងអីកើតឡើងអ្មេចក៏បានជាញ៉ៃម្លេះអញ្ចឹងហើយសៀវឈីក៏បានទូពិតប្រាប់តែម្ដងទៅថាជនក្រីក្រទាំងពីរនាក់នេះមកបង្កបញ្ហាក្នុងហាងបើសិនជាពួកគេធ្វើឲ្យខូចខាតនៅរបស់ណាមួយពួកគេគឺគ្មានលទ្ធភាពក្នុងការបង់ថ្លៃទេឬសម្ដីមើលងាយកាន់តែខ្លាំងចឹងស៊ីថងក៏ទ្រាំបានហើយក៏ស្រែកទៅវិញថាពួកគេមកទិញមិនមែនមកបំផ្លាញឡើយសៀវឈីក៏កាន់តែបានដៃហើយមើលងាយបន្តទៅលើពួកគេថារកលុយញ៉ាំអាហារក្រៅមិនបានផងបែរជាយកលុយមកទិញកុំព្យូទ័រស្ដីសម័យទៅឬចឹងបានធ្វើឲ្យស៊ីថងខឹងខ្លាំងមែនទែនក៏ប៉ុន្តែពូហ្វានខកតន់ហើយក៏ប្រាប់ទៅកាន់ពួកគេឲ្យយកកុំព្យូទ័រស្រីចុងក្រោយថ្មីបងអស់យកមកគេនឹងទិញវាស្ដាប់ឮចឹងបានធ្វើឲ្យពួកគេទាំងពីរនាក់នឹងអស់សំណោចខ្លាំងមែនទែននិយាយរួមទៅបងប្អូនជីដូនមួយរបស់ពួកគេនឹងគឺចរិតដូចគ្នាបេះដាក់អញ្ចឹងហើយបានជារាប់គ្នាត្រូវសៀវឈីបានគិតថាពួកគេកំពុងតែសម្ដែងដើម្បីរក្សាមុខមាត់របស់ខ្លួនឯងតែប៉ុណ្ណោះដល់ឯម្នាក់ស្រីគ្រប់គ្រងនឹងក៏បានប្រាប់ឲ្យសន្តិសុខបណ្ដេញគេចេញតែម្ដងតែក៏មកកភាពអញញ៉ៃទៀតពូហ្វាំងគ្រាន់តែបានឃើញចរិតអ្នកគ្រប់គ្រងអញ្ចឹងហើយក៏ហួសចិត្តខ្លាំងមែនទែនហើយក៏ថាឲ្យនាងតែម្ដងថាចរិតថោកអញ្ចឹងបែរជាយកធ្វើជាអ្នកគ្រប់គ្រងគួយខ្មាស់គេណាស្ដាប់ឮអញ្ចឹងបានធ្វើឲ្យឆាយនឹងហាក់ដូចជាមួម៉ៅមែនទែននាងក៏បញ្ញាបណ្ដេញគេចេញតែម្ដងទៅព្រោះនេះគឺជារបៀបដែលនាងគ្រប់គ្រងនៅហាងមួយនេះហើយនាងក៏គ្មានសុជីវធម៌សម្រាប់ជនក្រីក្រដែរឬសម្ដីលយអញ្ចឹងពូហ្វានក៏បានទាញកាតខ្មៅដែលមានលុយរាប់លាននៅខាងក្នុងនឹងយកមកបង្ហាញហើយក៏និយាយបញ្ជាក់ម្ដងទៀតថាគេក៏នឹងទិញកុំព្យូទ័រដែលមានតម្លៃថ្លៃបំផុតនៅក្នុងហាងមួយនេះក៏ប៉ុន្តែពួកគេទាំងពីរនាក់បែរជាមិនជឿទៅវិញព្រោះដោយសារតែកាតនេះគឺជាកាត VIP កម្រិតខ្ពស់ពួកគេមិនដែលបានឃើញនោះទេហើយក៏គិតថាវាគ្រាន់តែជាកាតអាហារូបករណ៍របស់សន្និសិទតែប៉ុណ្ណោះពួកនេះក៏បានបន្ថែមផងដែរថាបើទោះបីជាពូហ្វានលក់របស់គ្រប់យ៉ាងដែលខ្លួនមានទាំងអស់ក៏មិនស្មើនឹងទិញកុំព្យូទ័រចាស់មួយគ្រឿងផងដែលនេះបានសន្មតថានៅក្នុងការរបស់ពូហ្វាននឹងមានលុយត្រឹមតែ100យួនតែប៉ុណ្ណោះហើយនៅកំឡុងពេលដែលពួកនេះកំពុងតែមើលងាយពូហ្វាននោះស្រាមតែឮសំឡេងរបស់តកែធំបានមកដល់ហើយសួរថាតើមានរឿងអីនាងក៏បញ្ញាមកប្រាប់ទៅថានាងកំពុងតែដេញជនក្រីក្រដែលមកបង្កបញ្ហានៅក្នុងហាងរបស់ពួកយើងតែប៉ុណ្ណោះចឹងហើយក៏ប្រាប់សន្តិសុខបន្ថែមឲ្យគេដេញចេញភ្លាមទៅម្ចាស់ហាងហ្នឹងគឺជាមនុស្សម្នាក់ដែលពូហ្វានជួបជាមួយនឹងគេកាលពីលើកមុនហើយក៏ធ្លាប់បដៅម្ដងដែរតែមានសូមអធិស្ឋានភ្លេចឈ្មោះគេបាត់ហើយដោយសារតែរៀងយូរហើយមានបានស្រាវជ្រាវទេគ្រាន់តែបានឃើញវត្តមានរបស់ពូហ្វានភ្លាមធ្វើគេស្រឡាំងកាំងហើយសប្រៃខ្លាំងមែនតើចឹងហើយក៏បញ្ញាប់តរៈតាក់ចឹងទៅពូហ្វានក៏មានការងើយឆ្ងល់មិនក៏បានជាគេនៅឈិងប៉ៃដែរគេក៏បានប្រាប់ទៅវិញថាការពិលើកមុនមានរឿងចឹងហើយលោកពូរបស់គេក៏បញ្ជូនមកឈិងប៉ៃដើម្បីធ្វើការគ្រប់គ្រងហាងមួយដែលជាហាងអេឡិចត្រូនិកនឹងឯងចំពោះចៃទាំងពីរដែលបានមើលងាយពូហ្វានបាញ់មិញនេះមានការភ័ន្តភាំងស្មារតីអស់លេងទៅហើយតែយ៉ាងណានាងក៏នៅតែមិនជឿហើយក៏បញ្ជាក់ប្រាប់ទៅថាពួកគេគឺជាជនក្រីក្រនោះទេបងស្រីរបស់នាងបានរៀនជាមួយនឹងបងស្រីរបស់ពូហ្វានហើយក៏ដឹងពីជីវភាពរបស់ពួកគេច្បាស់ណាស់គ្រាន់តែឮចឹងហើយបានធ្វើឲ្យតកែហាងកាន់តែភ័យមកតង់ទៀតហើយក៏ជួលនាងមកកំភ្លៀងផាំងទៅហើយក៏គំរាមកំហែងនាងនិយាយផ្ដេសផ្ដាសនៅចំពោះមុខលោកគ្រូយេទៀតបន្ទាប់មកក៏ធ្វើការសុំទោសហើយក៏សួរទៅកាន់ពូហ្វានថាតើគេចង់បញ្ចប់រឿងនេះដោយរបៀបណាទេពូហ្វានក៏បានប្រាប់ត្រឡប់ទៅគេវិញផងដែរថាអ្នកគ្រប់គ្រងហាងគួរតែមានចរិតល្អជាងនេះគឺជាអ្នកដែលមិនចេះវាតម្លៃអ្នកដទៃស្ដាប់ឮចឹងបានធ្វើតកែហាងម្នាក់ហ្នឹងមានការធូរចិត្តជាខ្លាំងដោយសារតែពូហ្វានបានលើកលែងឲ្យហើយដូច្នេះហើយក៏បញ្ញាប់ដកការរបស់នាងគប់យកទៅឲ្យសន្តិសុខដោយប្រាប់គេថាចាប់ពីស្អែកនេះទៅត្រូវតែធ្វើជាអ្នកគ្រប់គ្រងចំនួននាងហើយនេះក៏ត្រូវបានបណ្ដេញចេញហើយសន្តិសុខនេះគាំងខ្លាំងមែនទែនថាតើនេះគឺជាការពិតឬមួយគឺជាការសម្ដែងបន្តមកតកែហាងម្នាក់ហ្នឹងក៏រៀបចំខ្ចប់នៅអីវ៉ាន់ដែលមានតម្លៃថ្លៃបំផុតក្នុងហាងយកទៅឲ្យពូហ្វានតែម្ដងចំពោះស៊ីថងវិញក៏មិននឹកស្មានថាបងប្រុសរបស់ខ្លួនបែរជាមានឥទ្ធិពលដល់ថ្នាក់នឹងនោះទេមិនបាត់បង់មុខមាត់សម្បីតែបន្តិចនិយាយហួសលមកកណោហើយអត់មានទៅតែចាំឈ្មោះរបស់តកែហាងម្នាក់ហ្នឹងគេមានឈ្មោះថាថាងជៀនបន្ទាប់ពីទទួលបានកុំព្យូទ័ររួចហើយស៊ីថងក៏មានអារម្មណ៍ថាដូចជាអត់សូវសមតទេសោះនេះគឺជាកុំព្យូទ័រ model ថ្មីបំផុតហើយណាមួយយើងយកមកសម្រាប់រៀនតែប៉ុណ្ណោះក្រៅពីហ្នឹងថាងជៀនក៏យកលុយអីមករៀលពូហ្វានក៏បានប្រាប់ទៅកាន់បងស្រីថាមិនចាំបាច់បារម្ភនោះទេនេះគឺជារឿងដែលគេត្រូវតែធ្វើស្រាប់ហើយបន្តមកទៀតពួកគេក៏មកដល់ទីកន្លែងស្នាក់នៅរបស់ស៊ីថងទៅហើយដែលមើលទៅដូចជាស្ងាត់ជ្ងំខ្លាំងមែនទែនហើយផ្ទះគឺដូចជាផ្ទះខ្មោចចឹងនាងបានប្រាប់ថាផ្ទះជួលនេះគឺថោកខ្លាំងណាស់ជួយសន្សំសំចៃលុយនាងបានច្រើនពូហ្វានគ្រាន់តែបានឃើញភ្លាមគឺភាំងតែម្ដងក៏ព្រោះដោយសារតែជុំវិញផ្ទះនេះគឺពិតជាមានចំហាយខ្មោចច្រើនមែនទែនហើយបងប្អូនសម្រាប់ភាគទី160ក៏មានតែប៉ុណ្ណឹងនោះទេចាំបងប្អូនទាំងគ្នាគឺរងចាំតាមដានទស្សនានៅក្នុងភាគទី161បន្តទៀតហើយអត់មានអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងណាមួយកើតឡើងដោយចេតនាអត់មានក៏នឹងធ្វើការវិលត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាប់រឿងបន្តក្នុងគណៈពេលនេះពីសំណាក់ admin មេប្រាក់សៀវក៏សូមជម្រាបលាជូនពរឲ្យបងប្អូនទាំងគ្នាសុខភាពល្អបងប្អូនរឿងមានលុយឆាយកាន់តែច្រើន